រោគសញ្ញានៃការរីកនៃកពេញប្រូស្តាតគឺស្តៀងទៅនឹងរោគសញ្ញាវិបត្តិនៃការបាត់ជើងតូចអញ្ចឹងមានដូចជាការបាត់ជើងញឹកញាប់ជាពិសេសនៅពេលយប់ហ្មងគឺបាត់ជើងច្រើនជាង3ដងក្នុងមួយយប់មានអ្នកគាត់បាត់ជើងតូចហើយអ្នកជំងឺខ្លះមិនមែនលើស3ដងអ្នកខ្លះ10ទៅ20ដងអីទៅពេលដែលមានជំងឺរីកពេញប្រូស្តាតទី2បាត់ជើងគឺប្រឹងខ្លាំងជាងមុនលំហូរនោមខ្សោយជាងមុនខ្សោយជាងមុនហ្នឹងមិនទៅគឺអ្នកជំងឺខ្លះគាត់នោមហ្នឹងអត់ផុតមេជើងគាត់ហងគាត់ធ្លាប់តែបាញ់ឈូទៅតែដល់ពេលគាត់មានជំងឺហ្នឹងគាត់បាញ់សឹងអត់ផុតមេជើងរបស់គាត់ទី3ដល់ពេលដែលគាត់ទៅបាត់ជើងនៅបន្ទប់ទឹកទ្រាំមកចេញហ្នឹងគេនោមហើយ2នាក់ឯងបានគាត់ចេញមានថាច្រកឈរចាំយូរទ្រាំតែចេញទឹកនោមនឹងមួយទៀតហ្នឹងគឺបាត់ជើងហើយមានអារម្មណ៍ថាសល់ក្នុងបាត់ជើងសល់ក្នុងផ្នែកនោមហើយនឹងករណីផ្សេងទៀតដូចជាអ្នកជំងឺខ្លះគាត់នោមក្នុងរយៈពេលម្ដងអញ្ចឹងគាត់នោមឲ្យដាច់ហើយបាននោមទៀតខ្ញុំថានោមដាច់លំឡងពេលដែលគាត់បាត់ជើងម្ដងហ្នឹងនឹងអ្នកជំងឺខ្លះទៀតក្រោយបាត់ជើងតូចរួចហ្នឹងគឺតក់ច្រើនដំណាក់មែនតើពេលដែលបាត់ជើងតូចហើយរោគសញ្ញាទាំងអស់ហ្នឹងហើយសិតតែសង្កល់ថាគាត់អាចមានជំងឺរីកពេញប្រូស្តាតជាពិសេសបុរសដែលលើសពីអាយុ50ឆ្នាំឡើងទៅ